ក្នុងគ្រួសារអ្នកណាក៏ជួបឆ្លោះត្រូវមិនដែលខឹងស្អប់ឆ្លោះព្រឹកត្រូវល្ងាចតែវាជារឿងធម្មតាបើប្តីប្រពន្ធនោះមិនអីទេខ្លាំងតែអ្នកម៉ែឌឺដងជ្រៀតជ្រែកគ្រួសារបំបែកបំបាំងកូននឹងភរិយាហើយស្រែកទីមទីកុំទុកលែងក្បាលវាទៅឮពាក្យម្ដាយក្មេកខ្ញុំស្ទើរក្អួតឈាមបេះដូងក្រំគ្រៀមទឹកភ្នែកហូរស្រង់ឆៅតើមានអ្នកណាដូចរូបខ្ញុំទៅគេដៀលអាស្រូវថាខ្ញុំមនុស្សមិនបានការលីហើយប្រពន្ធកូនសំណប់ចិត្តរឿងពីអតីតសូមអូនបងភ្លេចចុះណាស្រីតាមដៃស្ងួនហើយទៅរៀបការដូចពីចាស់ថានេះហើយអណ្ដាតម្ដាយក្មេកខ្ញុំស្ទើរក្អួតឈាមបេះដូងក្រំគ្រៀមទឹកភ្នែកហូរស្រង់ឆៅតើមានអ្នកណាដូចរូបខ្ញុំទៅគេដៀលអាស្រូវថាខ្ញុំមនុស្សមិនបានការលីហើយប្រពន្ធកូនសំណប់ចិត្តរឿងពីអតីតសូមអូនបំភ្លេចចុះណាស្រីតាមដៃស្ងួនហើយទៅរៀបការដូចពីចាស់ថានេះហើយអណ្ដាតម្ដាយក្មេក